hay có tha bởi con mình phục cả muối con và bạn con nâng tổ tuôn vô rồi có bạn để xài ta ưu tiên bởi mình phục nè phục cóคือcon tổ tuôn vô của cùng đất nó bị chưa rứ về cùng đất nhận tránh phần chạy từ mặt này chúng nên xây chúng nên hàng vì chia sẻ này vô bài gì trong các bạn ở trong tới phần đấy con và con chỉ từ tôi vô rứa của bạn mình chấm bạn để xài hay phục cùng đất nó vì chia rứ vì miền ăn thịt con lực còn rứa có bởi miền phục tầm nét miền con từ tôi vô cùng đất miền này cùng đất phục nét miền này nắng từ tôi vô rứa có bạn để xài phục cùng đất phục miền ăn từ tôi vô hiện tam mà ram hiện tam chấm nấu chật cứ chấm nấu chật ấy chấm nấu chật của WhatsApp tiền WhatsApp tới chấm nấu chật hay cỏ tới chấm nấu chật so sát thì là so sát tới hay cỏ rồi tái anh nắng tái bởi chấm nấu hiện từ tôi vô cùng đất kẹn nấy cùng đất vinh dục tuấn cùng đất investment business cùng nịch nhạc bạc lối hay miền rồi bởi con miền phục tại pi ô tại muối còn rơi vô cùng nịch nam muối rơi toát châu cùng nịch nam muối vấn đề để bị bác toàn tha con miền phục pi hay sao miền atipol được này chân vô muối mà chăm sóc con instead of simply accepting or rejecting one or the other, I found myself thinking more, comparing and then choosing for myself. Tôi tự mình đời con tay từ tôi đưa bạn để sai cùng nịch muối vô muối trao muối nút nhom vô ốt đầu mình con tay đời mình con tay từ tôi vô bạn để sai cùng nịch muối trao muối nút nhom rục khơi đầu khuôn nhom nơi các kết và thành tiền hay priệp thiệp này mở hay cái to môi chưa rơ đầu khuôn ấy. The problem was that the rich man was not yet rich.បញ្ហាគឺថាអ្នកមាននោះពុកមានហ្នឹងមិនតាន់មានទេពេលហ្នឹង and the poor man was not yet poor ហើយអ្នកក្រនោះពុកក្រហ្នឹងពេលហ្នឹងក៏មិនតាន់ក្រ both were just starting out on their career ពុកទាំងពីរហ្នឹងទើបតែចាប់ផ្ដើមអាជីពចេញដំណើរអាជីពរបស់ពួកគាត់ទាំងពីរដូចគ្នា and both were struggling with money and family ហើយពុកទាំងពីរហ្នឹងសុទ្ធតែកំពុងតស៊ូនឹងលុយហើយនឹងគ្រួសារដូចគ្នា but they had very different point of view about money ប៉ុន្តែពួកគាត់ទាំងពីរហ្នឹងមានទស្សនៈអំពីលុយខុសគ្នាមែនទែនខុសគ្នាខ្លាំងមែនទែនដាច់ស្រឡះផ្សេងទៅពីគ្នាគាត់ថាដល់មានពុកពីរអញ្ចឹងធ្វើគាត់ពិបាកបើគាត់ទាត់ចោលយកមួយទាត់យកមួយអត់យកមួយអានឹងវាស្រួលអញ្ចឹងគាត់ត្រូវធ្វើការប្រៀបទាំងពីរហ្នឹងប្រៀបធៀបឲ្យគិតថែមទៀតហើយជ្រើសរើសខ្លួនគាត់ចុងទីបំផុតគាត់ជ្រើសរើសយកខ្លួនគាត់គឺយកតាមពុកមានហើយប៉ុន្តែរឿងដែលគាត់ពិបាកនោះគាត់ថាបញ្ហាត្រង់ថាពុកពីរហ្នឹងដែលពុកដែលគាត់ហៅថាពុកមានហ្នឹងអាពីឲ្យយោបល់គាត់ហ្នឹងពុកហ្នឹងក៏មិនទាន់មាននឹកក្រហើយបើនឹកក្រមកឲ្យយោបល់គេអំពីមានបើខ្លួនឯងនឹកក្រឡើយហ្នឹងហើយពុកគាត់ហ្នឹងគឺនឹកក្រដែលតិចទៀតមានហើយមានមហាសាលហើយពុកអ្នកក្រនោះពេលហ្នឹងក៏មិនទាន់ថាអ្នកក្រដែរព្រោះគាត់ទំចាប់ដើមទំធ្វើការងារហើយចឹងក៏ពិបាកទៀតមិនគាត់ថាគាត់នឹងក្ររហូតក្រមួយជីវិតក្រដល់ថ្ងៃស្លាប់ព្រោះគាត់ពេលហ្នឹងទំចាប់ដើមហ្នឹងហើយមិនដឹងថាគាត់ក្រជួបបន្តិចទៀតប៉ះគាត់មានហ្នឹងមិនធ្វើការទៅលុយច្រើនហ្នឹងមានទៅដូច្នេះគាត់ពេលនេះទំចេញដំណើរកុំអាថាគាត់ក្រគាត់នឹងមានអញ្ចឹងគាត់ពិបាក
រីឯពុកមានដែលពុកមានហ្នឹងក៏នៅគ្រាន់ឡើយមានទាន់មានដែរប៉ះទៅមុខទៀតនៅគ្រាន់រហូតទៅមិនដឹងថាគាត់ទៅអ្នកមានអញ្ចឹងរឿងនេះជារឿងដែលគាត់ពិបាករើសយកហើយធ្ងន់ដូចគ្នាពុកទាំងពីរហ្នឹងសិតតែកំពុងពីហ្នឹងទឹមចាប់ដើមហើយសក្រដូចគ្នាចាប់ដើមចេញពីក្រដូចគ្នាប៉ុន្តែគាត់មិនតន់ដឹងថាអ្នកណាមួយនឹងមានអ្នកណាមួយនឹងក្រអត់តន់ដឹងឲ្យគាត់ហើយពេលដែលកំពុងនៅក្រទាំងពីរហ្នឹងសើឲ្យយោបល់ដូចគ្នាទៅគាត់មួយយកផ្លូវនេះមួយដើរផ្លូវនេះដើរផ្លូវនេះហើយបើគាត់ជឿរើសដើរផ្លូវមួយវាក្រមួយជីវិតគាត់ចង់ថាចឹងហើយបើរើសផ្លូវមួយទៀតនឹងមានហ្មងទោះបីគាត់ខ្លួនទៅទេអត់មានអីសោះប៉ុន្តែវាតងថាពេលប្រាប់អ្នកទាំងពីរសឹកក្រដូចគ្នាឡើយនឹងគាត់ពិបាកហើយមានតែក្រសុទ្ធតែតស៊ូវេទនាអំពីលុយនឹងគ្រួសារហូរលុយបានទិញទួចយកមកចិញ្ចឹមគ្រួសារពុកអ្នកក៏លុយយកមកចិញ្ចឹមគ្រួសារទាំងគ្រួសារកូនអ្នកក៏ដូចគ្នារីឯពុកអ្នកមានពុកមានហ្នឹងក៏វេទនាលុយដែរព្រោះពុកមានហ្នឹងគឺកូនអ្នកក៏វេទនាឈឺចាប់ដូចតែគ្នាអញ្ចឹងគាត់អត់ទាន់មានលុយហើយគាត់ថែមទាំងក្រហើយថែមទាំងកំពុងវេទនាលុយចិញ្ចឹមគ្រប់គុំគ្រួសារទៅថ្ងៃមុខយើងអានសភៅចប់យើងនឹងមើលឃើញថាលុយគឺជាគំនិតដុះនៅក្នុងក្បាលសិតតែលុយនៅពេលឃើញសិតតែលុយហើយខ្ជាក់លុយនឹងមកទៅយកលុយហ្នឹងចប់សាមញ្ញហើយពេលទៅមើលឃើញមុនហើយពុកគាត់មើលឃើញមុនហើយពុកគាត់ចឹងហើយបានជាមានពេលមួយពេលគាត់កំពុងក្រគេហៅគាត់អាអ្នកក្រគាត់ថាគាត់មិនអ្នកក្រទេគាត់អ្នកមានដាច់យ៉ៃចឹងគេសួរថាអ្នកមានដាច់យ៉ៃមានន័យថាម៉េចអ្នកមានដាច់យ៉ៃមានន័យថាគាត់ដាច់យ៉ៃអត់លុយតែដាច់យ៉ៃប្រអសននេះតែក្នុងខ្លួនគាត់មានហើយសិលលុយទៅទៀនលុយបាក់ដូចទំនប់មកដូចបាក់មេឃមកបើឥឡូវគាត់ដាច់យ៉ៃគឺគាត់អ្នកមានដាច់យ៉ៃប៉ុន្តែអ្នកក្រមានលុយច្រើនខុសពីអ្នកក្រមានលុយច្រើនអ្នកក្រខ្លះមានលុយរាប់លានដុល្លារក៏ជាអ្នកក្រដែរពីព្រោះក្នុងខ្លួនអត់មានលុយសោះទៅទេឡតហើយអ្នកនឹងគង់អ្នកក្រវិញបានដោយសំណាងព្រោះម៉ែឪពេញប្រទេសបន្តិចទៀតស្លាប់អស់ធម្មជាតិវាត្រូវស្លាប់ចឹងអាលុយនឹងទុកឲ្យណាកូនជួបបកូនគូក្បាលអត់លុយចឹងអាលុយនឹងវិនិច្ឆ័យទៅវិញអស់អ្នកខ្លះត្រូវបាល់ដូចពាក់ខៃច្រើនដោយឪពុកគាត់ហ្នឹងជាគំរូលុយច្រើនណាឪពុកគាត់ប៉ុន្តែក្នុងខ្លួនអត់មានវិជាលុយសោះចឹងអាលុយបានមកប្រហែលវាទៅអស់ដាច់ខែដាច់ខ្យល់អ្នកខ្លះដាច់ខ្យល់មុនដាច់ខែអញ្ចឹងបានមកប៉ុណ្ណឹងចាយប៉ុណ្ណឹងទៅវិញអស់មិនអស់ប៉ុណ្ណឹងអស់មុនខែទៀត